សួស្តីក៏ដូចជាជំរាបសួរបងប្អូនទាំងអស់គ្នាតោះចាប់ផ្ដើមទៀតហើយខានយូរហើយតើពីបងអាប់រួចលេងសាច់ត្រង់ម្ដងចាប់ផ្ដើមលេងត្រង់ម្ដងយើងមួយសប្ដាហ៍យើងលេង4ថ្ងៃសម្រាប់3ថ្ងៃលេងបាត់ផ្ទះអត់បានលេងជាប់ទេបងប្អូនចាប់ផ្ដើមលេងត្រង់សុទ្ធគឺហាត់បែបនេះគឺគេហៅថាហាត់យកសាច់ត្រង់ងាកមើលកាមេរ៉ាមិនងាកធ្វើអីទេនេះងាកខ្លាចធ្លាក់កាមេរ៉ាហើយខ្លាចប៉ះកាមេរ៉ាទៀតមួយស្ទេបត្រង់ហ្នឹងគឺ3ដងមួយដងអាច15ទៅ20តាមដែលអាចយើងលើកទៅបានណាប៉ុន្តែបើក្បួនគេគឺ15 3ដងមួយស្ទេបគឺ15 3ដងអាចយកហាត់លេងបានបងពេលខ្លះក៏យើងធ្វើអត់បានដល់15ដែរ12ប៉ុន្តែ12នេះយើងធ្វើ4ដងដែរនេះគឺដាក់ដៃឲ្យកាន់ដុំដែករុញទៅមុខនេះគឺយកទ្រូងផ្នែកខាងលើនេះសម្រាប់ផ្នែកទ្រូងខាងលើយើងអត់មានពេលទៅហាត់កន្លែងជីមគឺយើងធ្វើឧបករណ៍ហាត់នៅផ្ទះយើងមិនមែនយកសាច់ដុំធំខ្លាំងអីទេយើងហាត់ឲ្យតែបែកញើសហើយយើងមើល search មើល YouTube យកអីហាត់ខ្លួនឯងទស្សនាលេងបានណាបងប្អូនហើយអត់មានសើចទេណាហត់ខ្លាំងអ្នកហាត់ប្រាណមិនដឹងទៅហត់បែបម៉េចនេះគឺយកទ្រូងនឹងស្មាហែកហាត់របៀបនេះគឺមួយស្ទេប3ដងដែរមួយដង15យើងយកដើម្បីឲ្យទ្រូងយើងធំហើយហែកយើងហាត់មួយសិតនេះគឺ3លើកមួយសិតនេះគឺយើងអាចធ្វើ3ទៅ4លើកហើយមួយលើកគឺ15បើអាចដល់20ក៏បានដែរឲ្យតែថាយើងអាចធ្វើបានប៉ិនខ្ញុំធ្វើ15គឺចង់លិចនោមហើយនេះយើងលើកតិចគីឡូផងបើយើងលើក
ច្រើនគីឡូគឺអត់បានដល់15ទេអស់ហើយ10 11 12អីគឺតឹងសរសៃហើយយើងអាចធ្វើនៅផ្ទះខ្លួនឯងក៏បានដែរ step ហ្នឹងអរគុណបងប្អូន